បន្ទាប់មកនៅជំហានទី2គ្រួសារខ្ញុំសូមឲ្យខាងអាជ្ញាធរមានសមត្ថកិច្ចដែលជួយធ្វើការស៊ើបអង្កេតនៅដំណាក់កាលនេះគឺចាប់ពីថ្ងៃទី18ខែមិថុនាឆ្នាំ2023បាទនៅពេលដែលកូនស្រីខ្ញុំបានជួបបញ្ហានៅកន្លែងព្យាបាលរបស់ពេទ្យឯកជននេះមកគ្រួសារខ្ញុំបានបញ្ញាប់បញ្ញាល់យកកូនចេញទៅព្យាបាលនៅមន្ទីរពេទ្យផ្សេងគ្រូពេទ្យឯកជនខាងនេះក៏បានប្រាប់និងណែនាំឲ្យខ្ញុំយកកូនទៅមន្ទីរពេទ្យកុមារជាតិបាទដោយគាត់បាននិយាយថាគាត់ស្គាល់គ្រូពេទ្យនៅមន្ទីរពេទ្យកុមារជាតិខ្លះដែរហើយនៅពេលដែលកូនស្រីខ្ញុំបានសម្រាប់ព្យាបាលនៅមន្ទីរពេទ្យកុមារជាតិគ្រូពេទ្យមួយចំនួននៅមន្ទីរពេទ្យនេះមានឥរិយាបថខុសប្រក្រតីខុសពីធម្មតាពួកគាត់មើលទៅមានរឹកពីបែបសោះអង្គើយមិនសូវយកចិត្តទុកដាក់ដូចជាមិនចង់ជួយព្យាបាលជំងឺនិងជួយសង្គ្រោះកូនស្រីខ្ញុំឲ្យបានជាសះស្បើយពីជំងឺឡើយមុនដំបូងគ្រូពេទ្យកុមារជាតិមានការចាប់អារម្មណ៍ទៅលើការពុលថ្លើមធ្ងន់ធ្ងររបស់កូនស្រីខ្ញុំដែលបង្កឡើងដោយគ្រូពេទ្យឯកជនខាងនេះតែក្រោយមកគ្រូពេទ្យដែលជាប្រធានផ្នែកអគិជីនៃមន្ទីរពេទ្យកុមារជាតិឈ្មោះភោគជីនិតបានក្រឡាស់ពាក្យសម្ដីនិងបាននិយាយការពារគ្រូពេទ្យឯកជនខាងលើនេះទៀតផងឯការកំណត់រោគវិនិច្ឆ័យនៃជំងឺរបស់កូនស្រីខ្ញុំនៅមន្ទីរពេទ្យកុមារជាតិបានបង្វែររោគសញ្ញាដែលបានកើតឡើងដោយសារតែកំហុសខុសឆ្គងរបស់គ្រូពេទ្យឯកជននេះទៅជាជំងឺផ្សេងខុសពីហេតុបង្កពីខាងដើមឯលទ្ធផលពិនិត្យឈាមតេស្តខួរឆ្អឹងនិងពិនិត្យជំងឺផ្សេងៗទៀតរបស់កូនស្រីខ្ញុំនៅមន្ទីរពេទ្យកុមារជាតិក៏ខាងថ្នាក់ដឹកនាំនិងគ្រូពេទ្យមួយចំនួននៅមន្ទីរពេទ្យនេះមិនចង់ឲ្យគ្រួសារខ្ញុំដឹងដែរតើហេតុអ្វីទៅបានជាគ្រូពេទ្យមួយចំនួននៅមន្ទីរពេទ្យកុមារជាតិពួកគាត់មានចេតនាចង់លាក់បាំងការពិតពីជំងឺកូនស្រីរបស់ខ្ញុំមិនចង់ឲ្យគ្រួសារខ្ញុំដឹងបែបនេះហើយចុងក្រោយថែមទាំងបានជួយនិយាយការពារឲ្យគ្រូពេទ្យឯកជនខាងលើនេះទៅវិញ